ញ៉ាំ hot pot ថ្ងៃហ្នឹងមានអារម្មណ៍ថាដូចខ្លួនឯងឆ្លងភពទៅកាន់សម័យចិនបុរាណអញ្ចឹងណា decoration អីតំណងហ្មងតាមពិតមកហាង Infuller Old Beijing hot pot នេះនៅម្ដុំទូកកទេហើយគេនាំទៅបន្ទប់ VIP នេះអ្នកគ្នាពាក់ស្លៀកពាក់ដូចឆ្លងភពអញ្ចឹងហើយ decoration ខាងក្រោមនេះលក្ខណៈថាក្នុងសំណាក់ឆាំងហាងលក្ខណៈបែបចិនបុរាណអីអញ្ចឹងទៅបើនិយាយទស្សនវិជ្ជាទូទៅអ្នកគ្នានៅនេះគឺស៊ុបមួយម្នាក់ដាច់ចឹងទៅហើយយើងអាចកំងរសជាតិតាមអ្វីដែលយើងចូលចិត្តចឹងទៅរសជាតិគេមានដូចជាលក្ខណៈថាទឹកស៊ុបបុរាណបែបពេកាំងចឹងទៅមានទឹកស៊ុបផ្សិតមានប៉េងប៉ោះមានស៊ីឈួនមានអីចឹងទៅរៀងប្លែកដែរដោយសារគេអត់ប្រើគិសនីចឹងគេប្រើដុតអាល់កុលនេះតែម្ដងអ្នកគ្នាអញ្ចឹងវាលក្ខណៈថាតើមកស្ទុះទេទឹកស៊ុបហ្នឹងពុះហ្មងអញ្ចឹងលឿនហ្មងអញ្ចឹងយើងអាចឆាប់បានញ៉ាំណាហើយខ្ញុំយកអាទឹកស៊ុបដើមគេនេះលក្ខណៈ signature គេនេះពេកាំងនេះអ្នកគ្នារៀងលក្ខណៈឡាយអញ្ចឹងទៅហើយបើថាសាច់មានច្រើនមុខអញ្ចឹងទៅសាច់ជៀមសាច់គោជាប់ខ្លាញ់អីអញ្ចឹងទៅលក្ខណៈថាតំណងច្រើនដែរហើយតម្លៃក៏គួរសមដែរអ្នកគ្នាបើជាក់ស្ដែងខ្ញុំគិតថាវាដូចអត់សូវខុសគ្នាជាមួយហាងផ្សេងទៀតដែរអ្នកគ្នាគ្រាន់ថាអ្វីដែលសំខាន់ហ្នឹងគឺសាច់ស្រស់ហើយនឹងបន្លែស្រស់អីចឹងទៅហើយទឹកស៊ុបដូចវាមិនសូវខុសគ្នាចំពោះខ្ញុំណាគ្រាន់ថាយើងមានពេលយើងអាចមកសាករបស់ថ្មីអញ្ចឹងទៅហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងដែរហើយចាំជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ like ជួយ share បាយបាយ